ជំរាបសួរខ្ញុំបាទឈ្មោះហៀហ៊ានជាបុគ្គលិកផ្នែកបណ្ដុះបណ្ដាលរបស់អង្គការអប់រំពិភពលោកនៅក្នុងមេរៀននេះយើងនឹងរៀនអំពីសកម្មភាពគោលទី4គឺវាក្យសព្ទការចេះវាក្យសព្ទគឺសំដៅលើការបង្រៀនដើម្បីឲ្យសិស្សចេះពាក្យថ្មីយល់ន័យនិងដឹងអំពីរបៀបនៃការប្រើប្រាស់ពាក្យថ្មីនោះហើយការចេះវាក្យសព្ទនឹងជួយឲ្យសិស្សបានយល់ន័យអំពីអ្វីដែលពួកគេបានអាននៅក្នុងការបង្រៀនសកម្មភាពវាក្យសព្ទនេះយើងមាន3ជំហានក្នុងសកម្មភាពបង្រៀនសំខាន់1បញ្យល់ន័យនៃពាក្យនិងប្រើប្រាស់ពាក្យក្នុងល្បះ2បង្កើតល្បះជាមួយពាក្យថ្មីទាំងអស់គ្នា3បង្កើតល្បះជាដៃគូនៅពេលនេះសូមលោកគ្រូអ្នកគ្រូអញ្ជើញទស្សនាវីដេអូការបង្រៀនសកម្មភាពវាក្យសព្ទទាំងអស់គ្នាដោយអនុវត្តតាមលំនាំបង្រៀនលម្អិតនៅក្នុងសៀវភៅណែនាំគ្រូចាំថ្ងៃនេះអ្នកគ្រូនឹងបង្រៀនពាក្យថ្មីមួយឲ្យកូនយល់ន័យរបស់វាគឺពាក្យខៃណាកូនចាខៃចាកូនកុំថាតាមអ្នកគ្រូកូនខៃមានន័យថាគឺការប្រើដែកស្រួចធ្វើឲ្យប្រហោងឬធ្លុះចានេះកូនដែកខៃកូនណាចាហើយគេយកវាមកខៃធ្វើវាឲ្យប្រហោងឬធ្លុះគេហៅថាខៃណាកូនចាអញ្ចឹងអ្នកគ្រូបង្កើតល្បះនឹងពាក្យខៃកូនស្ដាប់អ្នកគ្រូបង្កើតល្បះចាពូម៉ៅខៃទ្វាដើម្បីជួជុលចាអញ្ចឹងកូនអានពាក្យខៃជាមួយអ្នកគ្រូអានទាំងអស់គ្នាណាកូនតាខៃចាអញ្ចឹងកូនជួយបំពេញពាក្យខៃជាមួយអ្នកគ្រូដោយអ្នកគ្រូជាអ្នកផ្ដើមណាកូនហើយកូនបំពេញពាក្យខៃជាមួយអ្នកគ្រូចាអញ្ចឹងអ្នកគ្រូចាប់ផ្ដើមតាសំបងអួយដើម្បីចាល្អណាស់ឥឡូវកូនអានពាក្យនេះម្ដងទៀតកូនខៃចាតើយើងបង្កើតល្បះមិញដែលយើងអានបង្កើតមិញណាកូនតើតាសំខៃដើម្បីចាល្អណាស់ឥឡូវកូនអានទាំងអស់គ្នាម្ដងទៀតកូនម្ដងទៀតកូនចាអញ្ចឹងកូនបង្កើតល្បះជាដៃគូនឹងពាក្យខៃចាតើគេខៃអ្វីខ្លះកូនធ្លាប់ឃើញគេខៃអ្វីខ្លះដែរចានេះហងបង្កើតល្បះឡើងកូនបែរមុខរកគ្នាកូនបង្កើតរួចហើយនេះហងបង្កើតរួចហើយតារាបង្កើតប្រាប់នេះហងផងកូនចាណាប៉ាខ្ញុំខៃទ្វាទុកដាក់សោល្អណាកូនណាចាតារាបកែណាតារាចេះបកែល្បះឡើងល្អប៉ាខ្ញុំខៃទ្វាទុកដាក់សោចាល្អណាស់តារាចារួចហើយកូនបង្កើតរួចហើយឡើយមកកូនណាស្ម័គ្រចិត្តស្ម័គ្រចិត្តនិយាយល្បះដែលកូនបានបង្កើតមិញប្រាប់មិត្តភ័ក្តិយើងចាល្អแล้วកូនយុទ្ធបងខ្ញុំខៃបងអួយដើម្បីជួចចូលចាល្អណាស់បងខ្ញុំខៃបងអួយដើម្បីជួចូលល្អហើយកូនចាល្អកូនទៀតដៃអស់ចាឲ្យធម្មយុទ្ធមួយកូនចាល្អណាស់ចាអញ្ចឹងកូនបានស្គាល់ពាក្យខៃរួចហើយកូនចេះបង្កើតល្បះនិងពាក្យខៃទៀតចាបែរមកមុខឡើងកូនចាលោកគ្រូអ្នកគ្រូទាំងអស់គ្នាទាំងនេះជាជំហានលម្អិតនៅក្នុងសកម្មភាពវាក្យសព្ទ
1 គ្រូបញ្យល់ន័យនៃពាក្យនិងប្រើប្រាស់ពាក្យក្នុងល្បះនោះ 2 គ្រូនិងសិស្សបង្កើតល្បះជាមួយពាក្យថ្មីទាំងអស់គ្នា 3 សិស្សបង្កើតល្បះជាដៃគូ